មនុស្សដែលអត់ចេះនិយាយយកចិត្តចូលថ្លើមគេឬក៏ហៅសាមញ្ញថាអត់ចេះអែបអបគេហ្នឹងណាគាត់មានលក្ខណៈសម្បត្តិ4យ៉ាងទី1គឺជាមនុស្សដែលមានភាពស្មោះត្រង់ត្រង់ទៅត្រង់មកឃើញខុសថាខុសឃើញត្រូវថាត្រូវអត់គ្រាន់តែនិយាយលួងលោមផ្អែមល្ហែមដើម្បីឲ្យគេសប្បាយចិត្តទេទី2គាត់ជាមនុស្សដែលមិនចេះលាក់ពុតទេជាមនុស្សដែលរស់ជាខ្លួនឯងនៅពេលដែលគាត់ពេញចិត្តក៏គាត់បង្ហាញចេញមកក្រៅមិនពេញចិត្តក៏គាត់បង្ហាញចេញមកខាងក្រៅឲ្យគេដឹងដែរអត់ចេះនិយាយយកចិត្តយកថ្លើមនៅខាងមុខគេនិយាយល្អនៅមុខគេហើយក្រោយខ្នងទៅនិយាយអាក្រក់ពីគេនោះទេទី3គឺជាមនុស្សដែលគាត់ផ្ដោតលើទង្វើជាជាងពាក្យសម្ដីទោះបីជាគាត់ដឹងថាបុគ្គលហ្នឹងនិយាយភាសាអត់ល្អឬក៏គំរោះគំរើក៏ដោយប៉ុន្តែបើសិនជាបុគ្គលនឹងធ្វើទង្វើដែលល្អគឺគាត់មើលតែទង្វើឯងគាត់អត់វិនិច្ឆ័យនរណាម្នាក់ត្រឹមតែពាក្យសម្ដីនោះឡើយជាពិសេសគឺគាត់តែងតែជួយជ្រោមជ្រែងអ្នកដទៃតាមរយៈសកម្មភាពពេលដែលគេមានបញ្ហាឬក៏មានទុក្ខណាមួយពឹងពាក់គាត់បានចំណែកឯមនុស្សដែលប្រកែលួងលោមឬក៏ផ្អែមល្ហែមពេលដែលមានបញ្ហាទៅពឹងពាក់គេតែងតែមានលេសទី4គឺជាមនុស្សដែលមានភាពឯករាជ្យនិងមានគោលការណ៍ច្បាស់លាស់ជាខ្លួនឯងគាត់អត់និយាយភាសាផ្អែមល្ហែមគប់ចិត្តគេដើម្បីតែផលប្រយោជន៍ខ្លួនឯងទេគាត់ប្រកាន់គោលការណ៍ជាក់លាក់ហើយស្មោះត្រង់ជាមួយនឹងគោលដៅខ្លួនឯងគាត់មិនធ្វើដើម្បីគ្រាន់តែគប់ចិត្តអ្នកណាទោះបីជាមេឬក៏អ្នកមានឋានៈខ្ពស់ជាងគាត់ក៏ដោយតែទោះជាយ៉ាងណាមនុស្សបែបនេះក៏មានគុណសម្បត្តិនិងមានគុណវិបត្តិដូចគ្នាគុណសម្បត្តិគាត់ជាមនុស្សដែលស្មោះត្រង់អាចពឹងពាក់បានមិនថាកលៈទេសៈណានោះទេអាចទុកចិត្តបានមិនថាជាដៃគូស្នេហាជាមិត្តភក្តិឬក៏ជាដៃគូការងាររកស៊ីប៉ុន្តែនៅក្នុងសង្គមការរស់នៅមនុស្សប្រភេទនេះជួបគុណវិបត្តិដូចជាត្រូវបានគេគិតអាក្រក់មកលើខ្លួនថាគាត់គឺជាមនុស្សដែលវាយរឹកឆ្មាំងឆ្មៃឬក៏មានអំនួតអីជាដើមហើយអាចនឹងបាត់បង់ឱកាសណាមួយដោយសារតែគាត់អត់សូវចេះនិយាយផ្អែមល្ហែមនិងចេះលួងលោមក៏ដូចជាចេះអែបអបបងប្អូនណាខ្លះជាមនុស្សប្រភេទនេះជួយខមមិនដាក់ផង